តាំងពីរាជការមុនពីនេះហើយមានសង្គ្រាមជិត100ឆ្នាំភាគខាងជើងទាំងភាគកណ្ដាលតែងតែមានការប៉ះទង្គិចគ្នានគរទាំង9នៅភូមិភាគកណ្ដាលអ្វីត្បិតតែគ្រប់គ្រងម្នាក់ម្ខាងតែបែរជាច្រើនឆ្នាំមកនេះក៏មានទំនាក់ទំនងមិនឈប់ក្នុងនោះមាននគរអាននិងអ៊ូជាស្ដេចក្រាញ់ដូចគ្នាស្ដេចអានចូលចិត្តក្បាច់គុណលុបលុនទ្រព្យសម្បត្តិប៉ុន្មានឆ្នាំយកលេសត្របាក់យកក្រុងរបស់នគរជិតរាប់មិនអស់យងយើឆ្នាំទី6កងទ័ពស៊ីរបស់ស្ដេចអានចង់ដណ្ដើមយករ៉ែមាសអ៊ូស៊ីស្ដេចអ៊ូត្រៀមប្រយុទ្ធនៅភាគខាងត្បូងនៃកំផែងភាគនេះកងរង្វង់នៃវាសនាត្រូវដំណើរការតាំងពីពេលនោះទៅចូលស្រុកចូលស្រុកចូលល្អតែទាំងអស់គ្នាខ្ញុំយកសារនេះថ្វាយប្រពោឲ្យព្រះអង្គទទួលជ័យជំនះយកឈ្នះកងទ័ពអានប្រកាសត្រឡប់មកវិញជោគជ័យព្រះអង្គទទួលបានជ័យជំនះយកឈ្នះកងទ័ពអានល្អមានរង្វាន់គ្រប់គ្នាពិតជាស្រស់ស្អាតមែនទេពីថ្ងៃនេះឈឺកោះខ្លាំងណាស់អញ្ចឹងតិចទៀតខ្ញុំច្បាច់ឲ្យអញចាស់ឆាប់សម្រាប់ទេឆាប់ទេឆាប់ទេខ្ញុំស្រីស្អាតបំផុតទៅបំរើអ្នកប្រហាននេះបំរើខ្ញុំវាល្អជាងបងនេះឡងបងអាយុប្រហែលហើយនៅធ្វើឲ្យខូចកាត់ទេតើអ្នកណាជាអ្នកជ្រើសរើសបងចូលក្នុងក្រុមអង្គរៈក្រហមទេខ្ញុំមិនមែនជាមនុស្សដែលអាចធ្វើជានៅក្នុងអនុទេអំអញមិនមែនឯងខ្ញុំពិតជាខ្លាចក៏ត្រូវបញ្ចប់ភារកិច្ចសិនដែរមិនអញ្ចឹងពួកយើងនឹងត្រូវស្លាប់ហើយណាអង្គរៈក្រហមរបស់នគរអានយើងចាប់សោកក៏មានអូតូចំនួន20នាក់អ្នកណាឲ្យអ្នកប្រហានពេញចិត្តនឹងបងម្នាក់ទេឆាប់រៀបចំខ្លួនទៅជួបគេទេគឺត្រូវពំពួកគេឲ្យបានល្អឆាប់ឲ្យគេរៀបចំជូនបងទៅដំណាក់វិញលើកនេះកងទ័ពនគរអានយើងទទួលបានជ័យជំនះឬក៏អត់គឺសង្ឃឹមលើបងហើយណាអញ្ចឹងគេកាត់យ៉ាងម៉េចទៅគេបងមិនបាច់បារម្ភទេខ្ញុំមានថ្នាំរីករាយហើយពេលដែលគេដឹងខ្លួនវិញមានតែចាំថាខ្លួនឯងគឺផឹកស្រាស្វឹងតែប៉ុណ្ណោះបន្ទាប់មកក៏យល់សពឃើញរឿងដែលសរៀងនឹងស្រាប់ស្រាមួយបន្ទាប់មកគេមិនបាច់ធ្វើជាមនុស្សប្រុសទៀតទេអ្នកប្រុសថ្ងៃនេះនាងក្រអូបដល់ហើយមិនបានទេពេលនេះមិនបានទេអ្នកប្រុសខ្ញុំមិនចង់នៅក្នុងផ្ទះម៉ាក់ម៉ៃនោះទៀតទេពេលពិធីជប់លៀងបញ្ចប់ហើយលោកអាចនាំខ្ញុំទៅសំណាក់វិញបានទេល្អចាំពេលពិធីជប់លៀងបញ្ចប់ហើយខ្ញុំនាំនាងទៅសំណាក់វិញជួយនាងធ្វើជាប្រពន្ធចុងអរគុណអ្នកប្រុសចាប់ផ្ដើមលោកម្ចាស់របស់សំណាក់លីវតាងមកដល់ហើយសំណាក់លីទៅ